គឺលោកណនហារីណានិងលោកចិនសេរីមជុំវិញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅសហរដ្ឋអាមេរិកពេលនេះខ្ញុំបានសូមជូនសំណួរដំបូងទៅកាន់លោកសេរីមចង់ដឹងថាជាក់ស្ដែងតាមមើលទៅជំនួបរវាងលោក Netanyahu និងលោក Donald Trump លើកនេះអាចនឹងពិភាក្សាគ្នាផ្ដោតទៅលើរឿងធំអ្វីខ្លះទៅពីព្រោះថាដំណឹងបឋមដែលយើងទទួលបានថាជំនួបលើកនេះគឺទំនងជាមិនធ្វើនៅចំពោះមុខកាមេរ៉ាឬធ្វើជាសាធារណៈឲ្យគេបានឮទេបាទចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅកាន់សហរដ្ឋអាមេរិកនេះគឺវាជាទម្លាប់ទៅហើយបាទទម្លាប់ដូចជាមុនសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទុះឡើងអញ្ចឹងលោក Netanyahu បានធ្វើដំណើរញឹកញាប់ទៅកាន់ទីក្រុង Washington សហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយកាលនោះក៏ដូចគ្នាដែរមានជួបដោយស្ងាត់ហើយនឹងជួបជាសាធារណៈប៉ុន្តែលើកនេះទំនងជាមិនជួបជាសាធារណៈទេដោយសារតែរឿងវាកើតឡើងហើយចំពោះការពិភាក្សាគ្នាដោយសម្ងាត់រវាងនេះមេដឹកនាំរបស់អ៊ីស្រាអែលនិងមេដឹកនាំរបស់សហរដ្ឋអាមេរិកនេះទំនងជាផ្ដោតសំខាន់ទៅលើសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ានេះតែម្ដងពីព្រោះដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិកនេះមិនត្រូវបានផ្សព្វផ្សាយអំពីពុបហេតុដែលនាំឲ្យលោក Netanyahu ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកទេហើយក៏មិនត្រូវបានផ្សព្វផ្សាយអំពីគោលបំណងរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិកដែរប៉ុន្តែការលើកឡើងគ្រាន់តែគេសន្និដ្ឋានជារួមថាដំណើរទស្សនកិច្ចលើកនេះក៏ដូចជាលើកមុនដែរទំនងជាអ៊ីស្រាអែលបាទនឹងពិភាក្សាជាមួយនឹងមេដឹកនាំរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាតាមពិតរឿងនេះសង្គ្រាមនៅពេលបច្ចុប្បន្ននេះគឺពិភពលោកហាក់ផ្ដោតអារម្មណ៍សំខាន់ទៅលើអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកដែលភាគីទាំងពីរប្រយុទ្ធគ្នាទើបនឹងឈប់បានប្រហែលថ្ងៃនេះប៉ុន្តែចំពោះអ៊ីស្រាអែលក៏នៅតែមានរឿងអ៊ីស្រាអែលមានរឿងនៅត្រង់ថា proxy group ក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដូចជាពួកឧទាម Hezbollah នៅប្រទេសលីបង់ជាដើមនេះនៅតែគម្រាមកំហែងដល់សន្តិសុខអ៊ីស្រាអែលដដែលអញ្ចឹងបានជាក្នុងអំឡុងពេលដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកប្រយុទ្ធគ្នាខាងអ៊ីស្រាអែលនិងពួកឧទាម Hezbollah នៅប្រទេសលីបង់ក៏ប្រយុទ្ធគ្នាដែរហើយហេតុអីបានជាអ៊ីស្រាអែលវាយប្រហារទៅលើពួកឧទាម Hezbollah នៅប្រទេសលីបង់គឺដោយសារតែក្រុមនេះបង្កអសន្តិសុខដល់អ៊ីស្រាអែលហើយអ៊ីស្រាអែលដោយលោក Netanyahu នឹងបានប្រកាសហើយថាអ៊ីស្រាអែលគឺទទួលរងនៅការវាយប្រហារពីពួកឧទាម Hezbollah ពួកឧទាម Hezbollah នៅប្រទេសលីបង់ជាតំណាងជាក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ជាក្រុមដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់អញ្ចឹងហើយសន្តិសុខអ៊ីស្រាអែលនៅភាគខាងជើងគឺប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចនៅឡើយដូច្នេះជាចំណាត់ការអ៊ីស្រាអែលត្រូវតែវាយពួកប្រហារទៅលើពួកឧទាម Hezbollah នៅប្រទេសលីបង់ហើយដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិកលើកនេះក៏នឹងពិភាក្សាគ្នាផងដែរពាក់ព័ន្ធនឹងរឿងចាស់ដដែលគឺរឿងបញ្ហាអ៊ីរ៉ង់និងក្រុមតំណាងរបស់ប្រទេសអ៊ីរ៉ង់ដែលរហូតមកដល់ពេលនេះគ្រប់យ៉ាងដែលគម្រាមកំហែងដល់សន្តិសុខអ៊ីស្រាអែលគឺនៅតែដដែលហើយសង្គ្រាមក៏មិនទាន់ចប់ទៅទៀតអញ្ចឹងអាចនៅពេលខាងមុខនេះនឹងមានការផ្លាស់ប្ដូរខ្លះនៅក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិកនោះបាទកន្លងមកនេះតើគេបានមើលឃើញពីការខ្វែងគំនិតគ្នាដែលកើតមានឡើងរវាងសម្ព័ន្ធមិត្តទាំងពីរអាមេរិកនិងអ៊ីស្រាអែលជាពិសេសរវាងលោក Netanyahu និងលោក Donald Trump មានការខ្វែងគំនិតគ្នាទៅលើអ្វីខ្លះដែរលោករីណាបាទរយៈកាលកន្លងមកគេបានមើលឃើញពីសម្ព័ន្ធមិត្តជិតស្និទ្ធនេះមានការខ្វែងគំនិតគ្នាទៅលើបញ្ហាមួយចំនួនទាក់ទងទៅនឹងសង្គ្រាមអ៊ីរ៉ង់នេះឯងពេលដែលភាគីទាំងពីរបានប្រយុទ្ធរួមគ្នាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់បានវាយប្រហារមកវិញហើយនៅក្នុងអំឡុងខែមេសាគឺសហរដ្ឋអាមេរិកបានសម្រេចកិច្ចព្រមព្រៀងបណ្ដោះអាសន្នឬហៅថាបិទឈប់បាញ់ជាមួយអ៊ីរ៉ង់នៅពេលនោះហើយអ៊ីស្រាអែលបន្តសង្គ្រាមរបស់ខ្លួនទៅលើប្រទេសលីបង់ដែលវាយប្រហារទៅលើក្រុម Hezbollah រលចូលជិតទៅដល់រដ្ឋធានីបេរូតទៀតដែលធ្វើឲ្យអ៊ីរ៉ង់ខឹងហើយក៏ប្រកាសថា
បើអ៊ីស្រាអែលមិនដកខ្លួនចេញមិនដកកងទ័ពចេញឬក៏មិនបញ្ឈប់ការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសលីបង់ឬក៏ទៅកាន់រដ្ឋធានីលីបង់ទេគឺអ៊ីស្រាអែលអ៊ីរ៉ង់ចាត់ទុកថាសហរដ្ឋអាមេរិករំលោភបទឈប់បាញ់អញ្ចឹងមិនបាច់បន្តការចរចាទេកាលហ្នឹងគឺបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ The Exos បានរាយការណ៍ថាលោកត្រាំបានសន្ទនាតាមទូរស័ព្ទហើយស្ដីបន្ទោសលោកនេតាន់យ៉ាហ៊ូច្រើនរហូតដល់ថាdifficult guy ឬក៏ហៅ crazy ថាមនុស្សផ្ដេសផ្ដាស់និយាយមិនស្ដាប់គ្នាពមមានថាអ្នកឯងដឹងស្អប់ថាគេស្អប់គ្នាគេរកគ្នាគឺស្អប់អ្នកឯងដោយសារតែចរិតដែលมันអាចនិយាយចុះសម្រុងគ្នាបានมันអាចថានិយាយស្ដាប់គ្នាបានធ្វើឲ្យមានបញ្ហាក្រោយមកក៏មានការនិយាយសម្រាលពីភាគីទាំងពីរប៉ុន្តែថ្មីនេះក៏មានការស្ដីបន្ទោសលោកប៊ែនជីមីន នេតាន់យ៉ាហ៊ូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលហ្នឹងដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ដោយលោកបានលើកឡើងថាអ៊ីស្រាអែលនិងមន្ត្រីក្នុងហ្នឹងគឺមានទាំងមេដឹកនាំនិងបណ្ដារដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកប៊ែនជីមីន នេតាន់យ៉ាហ៊ូនេះគឺបានធ្វើយុទ្ធនាការដើម្បីធ្វើវិឆេទកម្មបទឈប់បាញ់ឬក៏កិច្ចព្រមព្រៀងអាមេរិកអ៊ីរ៉ង់ឬហៅថាបទឈប់បាញ់អ៊ីរ៉ង់ដោយបង្វែរមតិសាធារណៈអាមេរិកនេះឲ្យទៅជឿអ៊ីស្រាអែលថាមានរឿងដែលសហរដ្ឋអាមេរិកចាញ់ប្រៀបក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជាដើមទាំងអស់នឹងហើយដែលលោក JD Vance នឹងបានស្ដីបន្ទោសខ្លាំងថាมันគួរណាទៅធ្វើយុទ្ធនាការដើម្បីធ្វើវិឆេទកម្មឲ្យដួលរលំឬឲ្យបរាជ័យបទឈប់បាញ់តាមរយៈការផ្សព្វផ្សាយការបង្វែរសាធារណមតិអាមេរិកនឹងឲ្យយល់ច្រឡំទៅជឿថាអាមេរិកចាញ់ប្រៀបគ្មានប្រៀបនៅក្នុងប្រទេសអ៊ីរ៉ង់ទេបើសិនជាការឯកភាពទៅលើកិច្ចព្រមព្រៀងបែបនេះធ្វើឲ្យសហរដ្ឋអាមេរិកចាញ់ប្រៀបជាដើមអញ្ចឹងប្រមាណចំណុចនេះគឺត្រូវបានសាធារណមតិក៏ដូចជាមានការផ្សព្វផ្សាយជាទូទៅពីចំណុចមិនចុះសម្រុងគ្នានៅក្នុងការសម្រេចចិត្តតាក់ទងទៅនឹងបញ្ហាសង្គ្រាមជាពិសេសគឺអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់ប៉ុន្តែភាគីទាំងពីរនេះអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនេះគឺនៅតែបន្តរួមការងារជាមួយគ្នាទាំងទឹកមុខមិនសប្បាយចិត្តដោយក្នុងនឹងគឺការចរចារវាងអ៊ីស្រាអែលនិងលីបង់នេះក៏នៅតែបន្តធ្វើឡើងជាបន្តបន្ទាប់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយសហរដ្ឋអាមេរិកនៅតែជាអ្នកសម្របសម្រួលដើម្បីឲ្យភាគីទាំងពីរគឺថាអាចឈានទៅរកបទឈប់បាញ់និងកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ស្ដារសន្តិភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញហើយម្យ៉ាងទៀតគុំក្នុងដំណើរទស្សនកិច្ចលើកនេះក៏មានការនិយាយច្រើនដែរពីការដែលថាការនិយាយមិនស្ដាប់ការដែលធ្វើតាមតែទំនើងចិត្តរបស់អ៊ីស្រាអែលធ្វើឲ្យមន្ត្រីសេតវិមានកិច្ចច្រើនណាស់មានន័យថាអត់សប្បាយចិត្តច្រើនហើយមិនចង់ជួបលោកនេតាន់យ៉ាហ៊ូនឹងទេដោយសារតែនិយាយអត់ស្ដាប់គ្នានេះគឺជាការលើកឡើងប៉ុន្តែជាមួយគ្នានេះក៏មានមន្ត្រីនៅសេតវិមានលើកឡើងដែរថាលោកត្រាំយល់ពីរឿងដែលកើតឡើងនៅមជ្ឈមបូព៌ាជាពិសេសគឺយល់ដល់លោកប៊ែនចាមីន នេតាន់យ៉ាហ៊ូថាកំពុងតែរងសម្ពាធខ្លាំងខាងនយោបាយណាមួយគឺការបោះឆ្នោតនៅខែតុលាហ្នឹងក៏ជិតមកដល់ហើយដែរអញ្ចឹងហើយលោកថាលោកយល់ប៉ុន្តែវាជាការលំបាកដែលឈរនៅក្នុងស្ថានភាពបែបនេះហើយក៏លោកត្រាំហាក់ដូចជាយកចិត្តដែរមករយៈកាលចុងក្រោយនេះដោយបានសរសើរខ្លះដល់លោកប៊ែនចាមីន នេតាន់យ៉ាហ៊ូប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទូទៅនៅតែថាប្រជុំបិទទ្វារម្ដងនេះគឺជាពេលវេលាដែលលោក JD Vance និងលោកត្រាំហ្នឹងគឺថាស្ដីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងហើយប៉ុន្តែនេះគ្រាន់តែជាការវាតម្លៃពីខាងក្រៅទេតែអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យJerusalem Hebrew គឺលោកយន្តតាណា Freeman បានលើកឡើងថាគោលដៅសំខាន់នៃដំណើរទស្សនកិច្ចហ្នឹងមួយទៀតដែលគេមើលឃើញពីខាងក្រៅគឺថាទៅជំរះនៅធាតុអាក្រក់ដែលមានការផ្សព្វផ្សាយពីភាពមិនចុះសម្រុងឬក៏ហៅថាចំណុចប្រេះស្រាំនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីររវាងសម្ព័ន្ធមិត្តទាំងពីរមួយទៀតលោកបានបញ្ជាក់ថាបើតាមទស្សនៈលោកទេគឺដំណើរទស្សនកិច្ចរបស់លោកនេតាន់យ៉ាហ៊ូនេះគឺមានគោលដៅសំខាន់ចង់បង្ហាញពិភពលោកចង់បង្ហាញអ៊ីរ៉ង់ថែមទាំងលីបង់និងប្រទេសផ្សេងទៀតថា
មិនមានការបែកបាក់ឬក៏មិនមានការខ្វែងគំនិតគ្នាធំដុំនៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទេ ទូរទស្សនិកជនពិតណាស់នៅពេលដែលការវាយប្រយុទ្ធគ្នាស្ងប់មកវិញគេបន្តតាមដានទៅលើដំណើរការទូតវិញថាតើរឿងនេះអាចបន្តទៅមុខបានដែរឬអត់ប៉ុន្តែមុននឹងនិយាយអំពីបញ្ហារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកយើងនិយាយអំពីប្រជាជាតិនៅសងខាងច្រកសមុទ្រហូមូសនេះសិនគឺអ៊ីរ៉ង់ហើយនិងប្រទេសអូម៉ង់ជាក់ស្ដែងអ៊ីរ៉ង់បានបន្តការចរចាជាមួយនឹងប្រជាជាតិនៅត្រើយម្ខាងនៃសមុទ្រនេះបាទរបស់ខ្លួននេះជាយូរណាស់មកហើយដើម្បីនិយាយអំពីការគ្រប់គ្រងទៅលើច្រកសមុទ្រហូមូសក្នុងនោះអ៊ីរ៉ង់តែងតែទទូចទាមទារថ្លៃបាទនៅក្នុងការសម្រាប់នាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រហូមូសហើយនៅក្នុងការចរចាថ្មីទៀតជាមួយអូម៉ង់នៅពេលនេះគឺអ៊ីរ៉ង់បន្តទទូចលើការបង់ថ្លៃសេវាបាទរឿងការឆ្លងកាត់ច្រកសមុទ្រហូមូសនេះដដែលមានវឌ្ឍនភាពនៅក្នុងការចូលរួមផ្នែកការទូតរវាងអ៊ីរ៉ង់និងអាមេរិកគណៈប្រតិភូប្រទេសអូម៉ង់ស្ថិតនៅក្នុងទីក្រុងតេហេរ៉ង់ជាកន្លែងដែលក្រុមគណៈប្រតិភូផ្លាស់ប្ដូរយោបល់គ្នាអំពីរបៀបបង្កើតយន្តការសម្រាប់ការគ្រប់គ្រងច្រកសមុទ្រហូមូសនាពេលអនាគតប៉ុន្តែគេនៅមិនទាន់បានមើលឃើញការផ្លាស់ប្ដូរច្រើននៅក្នុងជំហររបស់អ៊ីរ៉ង់ទាក់ទងនឹងច្រកសមុទ្រហូមូសទេទោះយ៉ាងណាក៏ដោយអ៊ីរ៉ង់ប្រឆាំងនឹងច្រករបៀងជំនួសតាមរយៈច្រកសមុទ្រយោងតាមរបាយការណ៍មួយបានឲ្យដឹងថាប្រទេសអូម៉ង់បានស្នើក្រុមនៅក្នុងតំបន់ដើម្បីគ្រប់គ្រងយន្តការនេះដោយមិនប្រមូលប្រាក់ប៉ុន្តែរបាយការណ៍បង្ហាញថាអ៊ីរ៉ង់នៅតែទទូចលើការយកថ្លៃសេវាហើយចង់ឲ្យយន្តការនេះត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់តែម្ដងប្រភពពីក្រុមឧទាមហ៊ូធីជាខ្សែបណ្ដាញរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានឲ្យដឹងថាក្រុមឧទាមហ៊ូធីបានវាយប្រហារទៅលើនាវា3គ្រឿងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតប្រភពមួយនៅក្នុងក្រុមនេះដែលត្រូវបានដកស្រង់សម្ដីដោយអ្នកផ្សាយព័ត៌មានអាល់ម៉ាយ៉ាឌីនដែលមានមូលដ្ឋាននៅលីបង់បានឲ្យដឹងនៅថ្ងៃអាទិត្យថាក្រុមឧទាមហ៊ូធីនៅយេម៉ែនបានកំណត់គោលដៅលើនាវាប្រេងអារ៉ាប៊ីសាអូឌីតចំនួន3គ្រឿងក្នុងរយៈពេល48ម៉ោងកន្លងមកនេះប្រភពនេះបានឲ្យដឹងថាការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការហាមឃាត់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ក្រុមនេះលើការដឹកជញ្ជូនតាមផ្លូវទឹករបស់អារ៉ាប៊ីសាអូឌីតប្រភពនេះបានអះអាងថាគ្មាននាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតណាមួយបានឆ្លងកាត់ច្រកសមុទ្របាបអាល់ម៉ាន់ដាំដែលជាច្រកចូលភាគខាងត្បូងទៅកាន់សមុទ្រក្រហមនោះទេចាប់តាំងពីការបិទផ្លូវត្រូវបានដាក់កាលពីថ្ងៃច័ន្ទសប្តាហ៍មុនដែលបញ្ជាក់ថានាវាអារ៉ាប៊ីសាអូឌីត16គ្រឿងត្រូវបានបង្វែរត្រឡប់មកវិញនិងបដិសេធមិនឲ្យឆ្លងកាត់ការអះអាងទាំងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេហើយពុំមានការថាធិប្បាយភ្លាមពីអាជ្ញាធរអារ៉ាប៊ីសាអូឌីតឬក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនោះដែរមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់បានលើកឡើងថាបូរណភាពទឹកដីរបស់ប្រទេសលីបង់គឺជាលក្ខខណ្ឌសំខាន់មួយក្នុងការបញ្ចប់សង្គ្រាមមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោក Mojtaba Khamenei បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអាទិត្យទី26ខែកក្កដាថាបូរណភាពទឹកដីរបស់លីបង់គឺជាលក្ខខណ្ឌចម្បងសម្រាប់ការបញ្ចប់សង្គ្រាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Mike Waltz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News នាថ្ងៃអាទិត្យថាការលើកឡើងនេះធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump បានផ្អាកការវាយប្រហារលើអ៊ីរ៉ង់ដើម្បីអនុញ្ញាតឲ្យមានច្រកបន្ថែមទៀតសម្រាប់ផ្នែកការទូតមន្ត្រីលីបង់ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថាលីបង់និងអ៊ីស្រាអែលគ្រោងនឹងបើកកិច្ចចរចាជុំបន្ទាប់ដែលសម្របសម្រួលដោយអាមេរិកនៅថ្ងៃទី4ខែសីហានៅប្រទេសអ៊ីតាលីខណៈប្រទេសទាំងពីរចាប់ផ្ដើមអនុវត្តផែនការសម្រាប់ការដកកងទ័ពរបស់អ៊ីស្រាអែលនិងការដាក់ពង្រាយកងទ័ពលីបង់នៅភាគខាងត្បូងនៃប្រទេសលីបង់នៅមកការព័ត៌មានជុំវិញការប៉ះទង្គិចបាទរវាង
អ៊ុយក្រែនហើយនិងអ៊ីរ៉ង់ទស្សនិកជនរឿងនេះគឺជាក់ស្ដែងអ៊ីរ៉ង់មានសង្គ្រាមដោយឡែកជាមួយអាមេរិកនៅមជ្ឈមបូព៌ានោះទេហើយអ៊ុយក្រែនមានសង្គ្រាមជាមួយនឹងរុស្ស៊ីនៅតំបន់អឺរ៉ុបខាងកើតប៉ុន្តែការប៉ះទង្គិចនេះគឺការវាយប្រហារទៅលើនាវាក្នុងនោះលោកអាបាសអារ៉ាគីរដ្ឋមន្ត្រីការប្រទេសរបស់ប្រទេសអ៊ីរ៉ង់បានលើកឡើងថាការវាយប្រហាររបស់អ៊ុយក្រែនលើនាវារបស់ប្រទេសអ៊ីរ៉ង់នៅសមុទ្រកាស្ពីនត្រូវតែមានការឆ្លើយតបរដ្ឋមន្ត្រីការប្រទេសអ៊ីរ៉ង់លោកសាយីដអាបាសអារ៉ាជីបានថ្លែងនាថ្ងៃអាទិត្យម្សិលមិញនេះថាការវាយប្រហាររបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់នៅសមុទ្រកាស្ពីនត្រូវតែមានការឆ្លើយតបនៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោកអារ៉ាជីបានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាបានបញ្ជាឲ្យធ្វើការរំលោភយ៉ាងច្បាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិតាមសំណើរបស់អ៊ីស្រាអែលក្នុងបំណងទាញអឺរ៉ុបឲ្យចូលទៅក្នុងសង្គ្រាមរបស់ខ្លួនលោកបានឲ្យដឹងថាលោកបានបញ្ជាក់យ៉ាងច្បាស់ថាទង្វើដែលអ្នករស់ពឹងផ្អែកលើអ្នកដទៃនៅក្រុងគៀវបានប្រព្រឹត្តគឺចាំបាច់ត្រូវតែមានការឆ្លើយតបអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានគោលនយោបាយការប្រទេសអឺរ៉ុបលោកស្រីកាចាកាឡាសកាលពីថ្ងៃសៅរ៍និងជាមួយរដ្ឋមន្ត្រីការប្រទេសរុស្ស៊ីលោកស៊ឺហ្គេឡាវ្រ៉ូវកាលពីថ្ងៃអាទិត្យយោងតាមក្រសួងការប្រទេសអ៊ីរ៉ង់ការវាយប្រហារនោះកើតឡើងនៅម៉ោង 3:00 នាទីទៀបភ្លឺម៉ោងនៅក្នុងតំបន់កាលពីថ្ងៃសៅរ៍គឺត្រូវនឹងម៉ោង 23:30 នាទីម៉ោងសកលថ្ងៃសុក្រហើយបណ្ដាលឲ្យនាវាផ្ទុះហើយនាវិកម្នាក់បានស្លាប់ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់បានរាយការណ៍នាថ្ងៃអាទិត្យថានាវិក3នាក់ផ្សេងទៀតក៏រងរបួសក្នុងការវាយប្រហារនោះផងដែរអ៊ីរ៉ង់ថែមទាំងបានប្រមានខ្លាំងលើប្រទេសអ៊ីស្រាអែលក្នុងនោះបានប្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើអ៊ីស្រាអែលនៅតែបន្តការប្រយុទ្ធកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC នាថ្ងៃអាទិត្យបានប្រមានអ៊ីស្រាអែលថានឹងប្រឈមចំពោះផលវិបាកធ្ងន់ធ្ងរប្រសិនបើខ្លួនបង្កសង្គ្រាមជាថ្មីគណៈបដិញ្ញាសងសឹកប្រឆាំងប្រទេសណាមួយដែលគាំទ្រសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC លោក Hossein Mohabi បានសង្កត់ធ្ងន់ថាប្រទេសណាមួយដែលចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់រួមទាំងចក្រភពអង់គ្លេសនិងរដ្ឋឈូងសមុទ្រនឹងត្រូវបានចាត់ទុកជាគោលដៅស្របច្បាប់សម្រាប់ការសងសឹករបស់អ៊ីរ៉ង់ដោយអះអាងថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B1 របស់សហរដ្ឋអាមេរិកថ្មីនេះបានចាប់ផ្ដើមបេសកកម្មពីមូលដ្ឋានអាកាសអង់គ្លេសលោក Mohibi បានព្រមានថាចក្រភពអង់គ្លេសនឹងក្លាយជាគោលដៅជាក់លាក់និងស្របច្បាប់ប្រសិនបើប្រទេសនេះបន្តគាំទ្រចំណាត់ការអាមេរិកប្រឆាំងអ៊ីរ៉ង់អ្នកនាំពាក្យរូបនេះក៏បានចោទប្រកាន់អ៊ីស្រាអែលពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាកម្លាំងអាមេរិកនៅក្នុងតំបន់និងបម្រើដល់ការបញ្ចប់ជាយុទ្ធសាស្ត្ររបស់ខ្លួនលោក Moebi បាននិយាយថាអ៊ីស្រាអែលដឹងច្បាស់នៅអ្វីជាផលវិបាកដែលខ្លួននឹងប្រឈមប្រសិនបើជ្រើសរើសវិលត្រឡប់ទៅរកសមរភូមិវិញហើយក្លាយជាគោលដៅចម្បងរបស់អ៊ីស្រាអែលបាទទូរទស្សនិកជនឥឡូវនេះយើងចូលមកកាន់ព័ត៌មានបន្តទៀតអំពីបញ្ហាយើងនៅតែមជ្ឈមបូព៌ាដដែលទេប៉ុន្តែចេញពីរឿងអ៊ីរ៉ង់និងអាមេរិកផ្ទាល់ងាកមកកាន់បញ្ហានៅជុំវិញនេះវិញគឺរឿងអារ៉ាប៊ីសាឌីតជាមួយនឹងក្រុមឧទាមហ៊ូធីដែលគ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់ក្នុងនោះអារ៉ាប៊ីសាអូឌីតបានដឹងថាខ្លួនបន្តវាយប្រហារប្រឆាំងទៅនឹង drone នឹងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមដែលគ្រប់គ្រងដោយអ៊ីរ៉ង់មួយនេះអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថាខ្លួនបានស្ទាក់ចាប់ drone ដែលកំណត់គោលដៅលើរោងចក្រប្រេងនៅខេត្តភាគខាងកើតរបស់ខ្លួននៅក្នុងទីក្រុងរីយ៉ានក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឲ្យដឹងនៅថ្ងៃច័ន្ទថាខ្លួនបានរក្សាសិទ្ធិក្នុងការឆ្លើយតបចំពោះការវាយប្រហារដែលសន្មតថាជាក្រុមប្រដាប់អាវុធគ្រប់គ្រងដោយអ៊ីរ៉ង់ពីខាងប្រទេសអ៊ីរ៉ាក់ផងដែរហើយស្របពេលដែលប្រមាណថ្ងៃចុងក្រោយនេះអារ៉ាប៊ីសាអូឌីតនិងក្រុមឧទាមហ៊ូធីនៅយេម៉ែនបានប៉ះទង្គិចគ្នាដោយឡែកក្រុមហ៊ូធីនៅយេម៉ែនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថាពួកគេបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតដែរការវាយប្រហារកើតឡើងនៅក្នុងពេលមានភាពស្ងប់ស្ងាត់នៃអរិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ដោយអ្នកសម្របសម្រួលបានបង្ហាញថាឱកាសនៃការត្រឡប់ទៅរកការចរចាឡើងវិញកំពុងកើតមាន
បន្ទាប់ពីអរិភាពដ៏តានតឹងរយៈពេល2សប្តាហ៍មន្ត្រីអាមេរិកបាននិយាយអំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រហើយទីក្រុង Washington ក៏បានផ្អាកការវាយប្រហារលើអ៊ីរ៉ង់ផងដែរអ៊ីរ៉ង់បាននិយាយថាខ្លួនក៏បានផ្អាកការវាយប្រហារលើសម្ព័ន្ធមិត្តអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រដូចគ្នា